សួស្តីប្រិយមិត្តស្នូស្នេហ៍ទាំងអស់គ្នាវិលជួបគ្នាជាថ្មីជាមួយសាច់រឿងថ្មីដើម្បីកំដរអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នានៅជនបទស្រុកស្រែចំការមីងអូនអាយុ47ឆ្នាំតបីជាមានអាយុច្រើនយ៉ាងណាមីងអូននៅតែស្រស់ស្អាតតកែរិះសាយរូងពើងធំមុខរលោងមិនទាន់ជ្រាវជ្រួញមាត់មានមុនស្នេហ៍សម្បុរសណ្ដែកបាយរាងកាយស្រលូនពេលមើលគាត់យូរទៅហាក់ដូចជាត្រូវមុនសន្តាប់អញ្ចឹងគាត់រស់នៅជាមួយកូនស្រីពៅដែលទៅតែរៀបការកាលពីឆ្នាំទៅមិញគាត់រស់នៅជាស្ត្រីមេម៉ាយអស់រយៈពេល5ឆ្នាំមកហើយតែទោះជាយ៉ាងណាគាត់មានជីវភាពសមរម្យធម្មតាមួយម៉ាលីអាយុ19ឆ្នាំមានស្វាមីឈ្មោះប៉ិនអាយុ22ឆ្នាំអាពេលពួកគេបានចងដៃនៅកូនប្រុសមួយដែលទៅតែនឹងឆ្លងទន្លេបាន5ថ្ងៃមកហើយការងារធន់ស្រាលទាំងឡាយបានធ្លាក់មកលើប៉ិនមីងអូនគាត់ជួយដាំបាយដាំទឹកនិងបម្រើភ្ញៀវដែលមកសួរសុខទុក្ខថ្ងៃនេះប៉ិនកំពុងកាប់អុសក្រោយផ្ទះគេដល់អាវសៀកខោខ្លីខំប្រឹងធ្វើការងារទៅមិនក្តៅខ្លួនគេបែកញើសជោគគេកងអុសទាំងនោះមកទុកក្នុងរោងបាយដែលមីងអូនកំពុងតែដាំស្លម៉ែធ្វើម្ហូបអីថ្ងៃនឹងជួយម៉េះម៉ែស្លម្ជូរនិងអាំងត្រីទុកឲ្យមីនាងមីងអូនងើបមកមើលកូនប្រសាព្រះអើយគាត់ពិតជាស្រឡាំងកាំងទោះបីជាប៉ិនមិនមានសាច់ដុំកងមែនតែរាងកាយគេសង្ហាគ្រាន់បើក្រោមផ្សិតមានដោះរោមដល់ក្រោមពេលបែកញើសអញ្ចឹងទៅខោគេសាមអែបខាងលើធ្វើឲ្យមីងអូនគាត់ស្រីវស្រាប់ពេញប្រានតែខំទប់អារម្មណ៍ធម្មតាឯងគុំខំធ្វើការងារពេលមិនក្តៅអញ្ចឹងប្រយ័ត្នឈឺទៅងូតទឹកសិនទៅនឹងអាល់ហូបបាយមិនអីទេម៉ែហើយគេដែរចេញទៅមីងអូនចូលសម្លឹងកូនប្រសាទាំងខ្នក់ខ្នាញ់ពេលហូបបាយមីងអូនចេះតែសម្លឹងមើលកូនប្រសាគាត់ប្លែកក្នុងចិត្តណាស់តាំងពីដើមមកគាត់មិនដែលអញ្ចឹងទេតែថ្ងៃនេះមិនបានចេះចាប់អារម្មណ៍ចម្លែកលើកូនប្រសាគាត់ទៅវិញគាត់សោយក្នុងចិត្តប៉ិនគេក៏ឆ្ងល់ដែរម៉ែក្មេកគេមិនបានជាសម្លឹងមកមើលគេហើយញឹមអញ្ចឹងពេលល្ងាចប្រលប់ប៉ិនគេស្លៀកកម៉ាងូតទឹកក្រោយផ្ទះពេលកូនប្រសាងូតទឹកមីងអូនកាត់កូនចិត្តមួយចង់មើលកូនប្រសាគាត់ចូលរោងបាយហើយមើលតាមចម្រឹងបង្អួចគាត់ឈរស្ងៀមតែដូចជារង្គើតិចគាត់ឃើញប៉ិនកំពុងដុសសាប៊ូពេញដងខ្លួនហើយដុសចុះក្រោមដល់ក្រមាគេស្ទាបបង្អែត្រេរ៉ោះដែលកំពុងតែក្រឡេងខ្លួនរួចវើក្នុងក្រមាគេចាក់ទឹកឈូជំរះសាប៊ូស្រាប់តែគេលោកដៃតាមជើងក្រមាទៅចាប់ត្រេរ៉ោះនោះសាប់ចុះសាប់ឡើងធ្វើឲ្យមីងអូនដែលកំពុងតែលបមើលដកដង្ហើមស្ទើរមិនដល់គ្នាប៉ិនលេងរបស់គេទាំងបិទភ្នែកដូចជាស្រួលយ៉ាងខ្លាំងប្រហែលគេតែងតែធ្វើបែបនេះហើយតាំងពីប្រពន្ធគេពោះមកមីងអូនគិតក្នុងចិត្តមួយសន្ទុះគេបាញ់ទឹកសោកខាប់ចេញមកមីងអូនមិនអាចទ្រាំទៀតបានក៏ដើរចេញមកវិញយប់នោះគាត់ដេកមិនលក់សោះនៅឃើញដល់កូនប្រសាឆឹកអាចច្រមុះនៅពេញគួរក្បាលគាត់ធ្វើឲ្យគាត់ក្តៅខ្លួនហើយកើតមានចំណងយ៉ាងចម្លែកគាត់លូកដៃទៅស្ទាបស្នូកអណ្ដើកដូចជាមានទឹកសាមដោយសារតែគាត់ខានយូរគាត់លេងស្នូកខ្លួនឯងថែមទាំងធ្ងន់អយស្រែករកកូនប្រសាទៀតដោយទ្រាំមិនបានគាត់អាចតាមបង្អួចបន្ទប់ឃើញប៉ិនកំពុងអង្គុយមើលប្រពន្ធគាត់ក្រោកទៅរកកូនប្រសាហើយមិននិយាយអីទេគ្រាន់តែកេះហើយបត់ដៃគេឲ្យដើរតាមគាត់ប៉ិនឆ្ងល់ក៏មកតាមដល់មុខបន្ទប់គេមិនហ៊ានចូលទេតែម៉ែក្មេកហៅគេចូលមកក្នុងម៉ែរកបន្តិចប៉ិនក៏ចូលទៅមីងអូនបែរមុខមកអបកូនប្រសាជាប់មិនម៉ែអបខ្ញុំចឹងម៉ែដឹងថាកូនមានការលំបាកតាំងពីប្រពន្ធពោះមកកូនដាច់របបនឹងងិចមិញម៉ែឃើញកូនលេងវានិយាយផងគាត់យកដៃស្ទាបទៅរកកូនប្រសាផងម៉ែចំណាស់នេះក៏នៅមានចំណងដែរពេលឃើញកូនលេងវាយប់នេះម៉ែដេកមិនលក់ទេម៉ែខ្ញុំមិនអាចធ្វើអញ្ចឹងបានទេខ្ញុំទៅវិញហើយកូនមិនអាណិតម៉ែខ្លះទេអីម៉ែដាច់ចិត្តបើកភ្លើងខៀវប៉ុណ្ណឹងហើយនៅមិនយល់ចិត្តម៉ែទៀតមែនតែខ្ញុំកុំមាត់ម៉ែស្រែកលើនឹងកូនកំពុងតែនៅបន្ទប់ម៉ែដឹងអត់ថាហើយមីងអូនអបរត់កូនប្រសាយ៉ាងតក់ក្រហល់ប៉ិនមិនអាចប្រកែកបានហើយពេលនេះគេចាប់ផ្ដើមក្តៅភេពេញខ្លួនគេបើជិញ្ជក់មកវិញធ្វើឲ្យម៉ែក្មេកស្ទាបស្រាប់កាយា
ប៉ិនចាប់ផ្ដួលមីងអូនលើក្តារហើយឈ្មោះឈ្មោលយ៉ាងរលរៀលគេច្របាច់ដើមទ្រូងមូលខ្លំរបស់មីងអូនគេថើបពោះថើបផ្សិតនិងរលចុះក្រោមដល់ដំបូកស្នេហ៍ហើយបើជញ្ជក់រសជាតិបន្តិចធ្វើឲ្យមីងអូនរមិចរមូលពើងចង្កេះដៃគាត់ខ្ញាយក្បាលកូនរសាទៀងសំឡេងញ័រដោយភាពស្រាបស្រួលទឹកជ្រោះល្អាងស្នេហ៍ហូរមកផ្សើមាត់ល្អាងមិនដាច់បិនទ្រាំលែងបានគេសើជើងសរងមីងអូនឡើងលើហើយញាត់ទីដោះក្បាលត្រម៉ែងចូលលេងក្នុងល្អាងស្នេហ៍គាត់ស្រវាយកឯកទប់មាត់ព្រោះខ្លាចកូនស្រីលឺកូនប្រសើរលេងក្បាច់ដូនតាមួយស្រុបបានលើកជើងមីងអូនមកដាក់លើស្មាគេរន្ថានចង្កេះញាប់ទៅខ្លាំងជ្រៅមីងអូនពិតជាទេត្រអាលស្ពឹកអស់រាងកាយសម្ងំយកសោកទាំងទ្រូងមួយគូរបស់គាត់លោតទៅលោតមកតាំងកម្លាំងអុករបស់កូនប្រសាគេបានបដូរហើយមីងអូនគេងផ្កាប់មុខហើយតូចចង្កេះមកក្រោយកូនប្រសាសោយគ្រុតម៉ែក្មេកខ្លាំងរហូតហូរញើសជោកស្រក់តក់លើខ្នងមីងអូនគ្មានអ្វីនិយាយឡើយក្រៅពីដង្ហក់តាមកម្លាំងបោកបក់ដោយសារត្រគាកមីងអូនស្អាតប៉ិនខំវាយសន្ទប់យកជ័យគេបានចាក់ទឹកពេញអាងមីងអូនធ្វើឲ្យមីងអូនកន្ត្រាក់សាច់ទៅត្រឹកលេឡំនឹងសេចក្តីសុខស្រួលមហាសាលប៉ិនគេចូលមកទាំងហត់ហើយដេកចិត្តមីងអូនកូនពិតជាពូកែខ្លាំងណាស់មិនដែរផុសម៉ែប្រាស្រួលទេស្រួលណាស់ម៉ែស្រួលជាងប្រពន្ធឆ្ងាយណាស់ម៉ែបានធូរនៅខ្ញុំទៅវិញហើយតែម៉ែកុំស្រែកប្រពន្ធខ្ញុំភ្ញាក់គេសើចតិចដាក់មីងអូនបានហើយកុំមកឌឺតិចឲ្យមួយទៀតលើនឹងមីងអូនដេកញញឹមម្នាក់ឯងមិននឹកស្មានថាកូននេះខ្លាំងក្លាដល់ម្លឹងព្រឹកឡើងគេទាំងពីរនាក់ធ្វើរឹកពីធម្មតាគ្រាន់តែញញឹមដាក់គ្នាដោយគំនូចលាក់បាំងប៉ិនឃើញម៉ែក្មេកកំពុងដាំស្លគេដើរចូលទៅទាំងដែលគេសៀកក្រមាគ្មានខោក្នុងគេអោបចង្កេះមីងអូនពីក្រោយយីអោបចឹងប្រយ័ត្នប្រពន្ធតន់មិនអីទេម៉ែពេកលូបាត់ហើយគេអោបចង្កេះហើយដោតមីងអូនជាប់ហាក់ដូចជាញ៉ាំនឹងរសជាតិម៉ែក្មេកដែលគេបានភ្លក់យប់មិញមីងអូននិយាយតិចយូរម្ដងបានហើយទុំយប់មិញសោះនឹងប៉ិនគេមិនស្ដាប់ទេគឺតែពីអោបថើបហើយឲ្យមីងអូនក្រាបលើតុគេសោយជើងរូបឡើងហើយសុទ្ធមីងអូនពីក្រោយពេញទំហឹងបានបន្តិចគេលើកម៉ែក្មេកឲ្យឈរហើយលើកជើងមកខាងឡើងគេបុកយកតើតែទុនខ្លួនរឿងខ្លួនម៉ែចាប់ពីថ្ងៃនេះទៅម៉ែដូចជាប្រពន្ធទី2ខ្ញុំចឹងគាត់ថាចឹងក៏បានដែរកូនឲ្យតែកូនចង់កូនត្រូវការម៉ែអាចជួយបានកុំឲ្យតែមាននាងវាដឹងអរគុណហើយម៉ែដែលបានជួយខ្ញុំមិននឹកស្មានថាម៉ែចិត្តល្អយ៉ាងនេះទេខ្ញុំពិតជាសំណាងណាស់ដែលបានម៉ែយកចិត្តយ៉ាងនេះកូនក៏អញ្ចឹងដែរដែលបានជួយស្រោចទឹកឲ្យម៉ែមានជីវិតដង្ហើមជាថ្មីយប់នេះម៉ែចាំជុំអ្នកទាំងអស់គ្នាមីងអូនថាយូរម្ដងបានហើយតំបានមួយមិញសោះឥឡូវថាយប់នេះគាត់ដេកចាំទៀតគាត់ពិតជាចំណាប់មែនស្នុកស្នេហ៍សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះពីដើមដល់ចប់សង្ឃឹមថាប្រិយមិត្តនឹងទទួលបានបទពិសោធន៍ជីវិតថ្មីជាមិនខានសូមអ្នកទាំងអស់គ្នាជួយចុច like វីដេអូនេះនិងជួយ subscribe channel យើងខ្ញុំម្នាក់មួយផងជួបអ្នកទាំងអស់គ្នានៅវីដេអូលើកក្រោយទៀតជម្រាបលា